ក្រោយលើកលែងទោសឲ្យលោកកឹមសុខាសម្ដេចធិបតីហ៊ុនម៉ាណែតលើកឡើងថាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិនៅរសៀលថ្ងៃទី25ខែឧសភាឆ្នាំ2026ប្រមុខរដ្ឋស្ដីទីសម្ដេចតេជោហ៊ុនសែនបានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោកកឹមសុខាដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់27ឆ្នាំការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារជាមូលទោសប៉ុណ្ណោះក្រោយលើកលែងទោសឲ្យលោកកឹមសុខានៅលើបណ្ដាញសង្គម Facebook ផ្លូវការសម្ដេចធិបតីហ៊ុនម៉ាណែតបានរៀបរាប់តាមសំណេរយ៉ាងដូចនេះថាជំហានមួយបន្ថែមនៅក្នុងការពង្រឹងសាមគ្គីឯកភាពជាតិព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិតឈ្មោះកឹមសុខាភេទប្រុសកើតនៅឆ្នាំ1953ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់27ឆ្នាំតាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ790ក្រ XI អណចុះថ្ងៃទី30ខែមេសាឆ្នាំ2026របស់សាលាឧត្តរភ្នំពេញសូមជម្រាបថាលោកកឹមសុខាត្រូវបានតុលាការផ្តន្ទាទោសពីបទសន្តិភាពជាមួយបរទេសតាមរយៈមាត្រា443នៃក្រមព្រហ្មទណ្ឌត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី3ខែកញ្ញាឆ្នាំ2017មុននឹងទទួលបានការលើកលែងទោសលោកត្រូវបានសាលាឧត្តរសម្រេចតម្កល់សាលក្រមសាលាដំបងនិងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឲ្យចេញក្រៅប្រទេសរយៈពេល5ឆ្នាំកាលពីថ្ងៃទី30ខែមេសាឆ្នាំ2026កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល